យើងរៀនមេរៀនទី3បន្តវិធីបូកដកចំនួនទិសភាគ1វិធីបូកចំនួនទិសភាគនិងចំនួនគត់ឧទាហរណ៍ទី1 5.26 បូកនឹង7 5.26 ជាចំនួនទិសភាគ7ជាចំនួនគត់យើងធ្វើប្រមាណវិធីរៀបលេខដាក់ឲ្យត្រូវទៅតាមខ្ទង់26អត់មានចំនួនលេខដែលត្រូវបូកយើងត្រូវទម្លាក់ចុះផ្នែកចុចយើងត្រូវទម្លាក់ឲ្យចំជួរផ្នែកចុច5បូកនឹង7ស្មើ12លំហាត់ទី2 3.2 បូក41ចំនួនទិសភាគផ្នែកគត់មានលេខ1ខ្ទង់ចំណែកឯចំនួនគត់មានលេខ2ខ្ទង់ខ្ទង់រាយដាក់តាមខ្ទង់រាយខ្ទង់10ខាងលើអត់មានលេខ2ផ្នែកទិសភាគអត់មានចំនួនលេខត្រូវបូកយើងទម្លាក់ចុះ3បូក1ស្មើ4ខ្ទង់10អត់មានចំនួនលេខត្រូវបូកយើងទម្លាក់ចុះមើលលំហាត់ទី3បន្តទៀត 76.9 បូក25ចំនួនទិសភាគផ្នែកគត់មានលេខ2ខ្ទង់ចំណែកឯចំនួនគត់មានលេខ2ខ្ទង់ដូចគ្នាយើងរៀបលេខឲ្យត្រូវទៅតាមខ្ទង់ខ្ទង់រាយដាក់តាមខ្ទង់រាយខ្ទង់10ដាក់តាមខ្ទង់10រួចយើងបូក9ផ្នែកទិសភាគអត់មានចំនួនលេខដែលត្រូវបូកយើងទម្លាក់ចុះផ្នែកចុចទម្លាក់ចុះ6បូក5 11យើងសរសេរលេខ1ត្រាទុក1បូកនឹង7 8បូកនឹង2 10មើលលំហាត់ទី4បន្តទៀតចំនួនគត់នៅខាងលើវិញម្ដងយើងធ្វើប្រមាណវិធីដូចគ្នារៀបលេខដាក់ឲ្យត្រូវទៅតាមខ្ទង់ខ្ទង់រាយដាក់តាមខ្ទង់រាយខ្ទង់10ដាក់តាមខ្ទង់10រួចហើយយើងចាប់ផ្ដើមបូកលេខផ្នែកទិសភាគអត់មានចំនួនលេខដែលត្រូវបូកយើងទម្លាក់ចុះ6បូក6ស្មើ12សរសេរលេខ2ត្រាទុក1 1បូក9 10 10បូក5 15សរសេរលេខ5ត្រាទុក1 1បូក1 2